សួស្តីបងប្អូនទាំងគ្នាអញ្ចឹងនេះគឺជាវីដេអូទី4ហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយគ្នាពីរបៀបនៃការការពារ Facebook របស់យើងមិនឲ្យគេ hack បានប្រើជាមួយនឹងកូដPython ឬក៏យើងចាក់សោ Python ហ្នឹងដែលយើងហៅថា 2FA ហ្នឹងអូខេអញ្ចឹងសម្រាប់ account បងប្អូនដែលប្រើជាលក្ខណៈផ្លូវការបាទយកទៅ book page ឬក៏បងយកទៅកាន់ page ផ្សេងៗហ្នឹងយើងត្រូវតែមានកូដPythonណាដើម្បីការពារសុវត្ថិភាពនិយាយជារួមទៅទោះបីយើងមិនយកទៅ book page ឬក៏យើងមិនយកទៅធ្វើអីបាទក៏យើងត្រូវតែប្រើដែរព្រោះធម្មតា account ដែលយើងប្រើសុទ្ធតែមាន headphone សិតតែមានកូដរបស់យើងហើយអញ្ចឹងយើងចូលមកដល់ការងាររបស់យើងបន្តទៀតបងប្អូនចូលមកកាន់ Facebook របស់យើងមកតទៅពីបងប្អូនចូលមកដល់គណនី Facebook របស់បងប្អូនហើយសូមបងប្អូនចូលមកផ្នែកខាងស្ដាំកន្លែង profile របស់យើងហ្នឹងបងប្អូនចុចលើនឹងមកហើយបន្តមកទៀតបងប្អូនចូលមកកាន់ពាក្យថា setting and privacy បន្តមកទៀតបងប្អូនចុចលើពាក្យថា setting បន្តមកទៀតបងប្អូនសូមមើលមកផ្នែកខាងឆ្វេងកន្លែង account center ហ្នឹងបាទបងប្អូនចុចលើនឹងមកអូខេបន្តមកទៀតបងប្អូនមកមើលកន្លែង password and security បងប្អូនចុចលើនឹងមកហើយបងប្អូនមកមើលកន្លែង two factor នេះបងប្អូនចុចលើនឹងមកបន្តមកទៀតបងប្អូននេះគេឲ្យយើង check email យើងណាគេបានផ្សាយលេខកូដទៅ email របស់យើងហើយអញ្ចឹងបងប្អូនទៅឆែក email របស់យើងមកបាទអញ្ចឹងខ្ញុំបាន log in មកក្បែរនេះហើយស្រេចអញ្ចឹងខ្ញុំឆែកមើលទៅវាលឿនអញ្ចឹងបងប្អូន log email ចូលទៅក្នុងទូរស័ព្ទបងប្អូនឆែកមើលតាមទូរស័ព្ទក៏បានដែរអញ្ចឹងនេះគឺជាលេខកូដដែលគេផ្សាយមកមិញហ្នឹងបាទបងប្អូន copy មកហើយយើងយកមកផាសនៅក្នុងនេះបងប្អូនផាសមកបន្តមកទៀតបងប្អូនចុចពាក្យថា continue បាទរងចាំតិចទៅបន្ទាប់ពីវាចេញបែបហ្នឹងហើយបងប្អូនចុចលើនឹងទៀតមកបន្តមកទៀតបងប្អូនត្រូវវាយ password Facebook របស់យើងហ្នឹងណាអញ្ចឹង password បងប្អូនដែរបងប្អូនវាយបញ្ចូលមកបន្ទាប់ពីបងប្អូនវាយ password បញ្ចូលហើយបងប្អូនចុច submit មកអញ្ចឹងបន្ទាប់ពីចេញបែបហ្នឹងហើយបងប្អូនក៏ចុច next បន្ថែមទៀតមកអញ្ចឹងបងប្អូននៅពេលដែលវាចេញបែបហ្នឹងណាបាទបងប្អូននេះ copy អា key នេះមកនេះបងប្អូន select ទាំងអស់ហើយបងប្អូន right click ហើយយកពាក្យថា copy បន្តមកទៀតបងប្អូនចូលទៅកាន់ website មួយដែលមានឈ្មោះថា 2fa.line នេះបងប្អូនឃើញទេបាទចូលតាមខ្ញុំមកហើយបងប្អូនយកលើគេនេះអូខេអញ្ចឹងមុននឹងយើងធ្វើអីបន្តទៀតខ្ញុំសូមបញ្ជាក់បន្តិចណាបាទត្រង់ចំណុចកូដនេះបងប្អូន copy ហើយបងប្អូនយកទៅ save ទុកសិនមកបងប្អូន save ទុកនៅក្នុងអីក៏បានដែរណាហើយសំខាន់កុំឲ្យបាត់ key ហ្នឹងកុំឲ្យបាត់កូដហ្នឹងណាបាទព្រោះថានៅពេលដែលបងប្អូនចូលមកលើក្រោយវាអាចនឹងទាមទារអញ្ចឹងបងប្អូនចូលមកកាន់ notepad យើងមួយមកដើម្បីយើង save អាកូដហ្នឹងទុកណាពេលដែលត្រូវការពេលក្រោយគឺកុំឲ្យបាត់អូខេអញ្ចឹងបងប្អូនចូលមកក្នុង notepad នេះមកហើយបងប្អូនផាសអា key មិញហ្នឹងមកទុកមកអញ្ចឹងយើងអាចដាក់ចំណាំទៅណាយើងអាចដាក់ចំណាំថា key 2FA របស់យើងអញ្ចឹងទៅហើយយើងដាក់ទៅសម្រាប់ account របស់អ្នកណាអញ្ចឹងបងប្អូនអាច save ឈ្មោះគាត់ទុកទៅជៀសវាងបាត់អីទៅឬក៏បងប្អូនវិញដឹងថាកូដហ្នឹងជារបស់ Facebook មួយណាអញ្ចឹងបងប្អូន save តែប៉ុណ្្នឹងទៅក៏បានដែរអញ្ចឹងយើងត្រឡប់ទៅការងារយើងវិញបន្ទាប់ពីបងប្អូន copy ហើយបងប្អូនចូលមកកាន់ website 2fa.line ហ្នឹងបងប្អូនផាសជាមួយ key មិញហ្នឹងបញ្ចូលមកណាបន្ទាប់ពីបងប្អូនផាសហើយបងប្អូនចុចពាក្យថា submit នេះអញ្ចឹងបងប្អូនឃើញហើយនេះវាមានឲ្យលេខកូដបាទមួយខ្សែហ្នឹងហើយមានលេខនឹងក្រោយនេះអញ្ចឹងបងប្អូន copy អាកូដកតុយក្រោយប្រហែលលេខហ្នឹងមកណាបាទ6លេខហ្នឹងមកបងប្អូន copy មកហើយយើងចូលទៅកាន់ account Facebook យើងវិញបងប្អូនចុចពាក្យថា next បន្តមកទៀតបងប្អូនផាសកូដមិញដែលយើង copy ពី website នេះ 2FA ហ្នឹងមកបាទយើងមកផាសក្នុងនេះមកផាសរួចបងប្អូនចុច next បន្តទៀតអញ្ចឹងបងប្អូនគាត់ចុចតាមមកគឺជាការស្រេចហើយអូខេបាទអញ្ចឹងយើង refresh មួយមកហើយយើងចូលទៅមើលម្ដងទៀតឥឡូវនេះបងប្អូនឃើញទេបាទអញ្ចឹង 2FA របស់យើងហ្នឹងគឺយើងបានបង្កើតហើយបាទយើងបានចាក់រួចរាល់ហើយណានៅពេលដែលវា load បែបហ្នឹងណាបាទអូខេវា load បែបហ្នឹងគឺ 2FA របស់យើងគឺបានចាក់បានសម្រេចហើយជាធម្មតាគេ hack ចូលបានលុះត្រាតែគេឲ្យយើងចុចទៅតាម link តំណភ្ជាប់ឲ្យគេផ្ដេសផ្ដាស់ដែលអ្នកដែលយើងអត់ស្គាល់ណាហើយគាត់ផ្ញើ link នេះនោះមកទៅយើងចេះតែចុចតាមគាត់ទៅអានឹងវាអាចបាត់ដែរអញ្ចឹងណាបាទប៉ុន្តែនៅពេលដែលយើងប្រើកូដ 2FA នេះបន្ថែមសោ 2FA នេះបន្ថែមហើយយើងប្រើដោយការប្រុងប្រយ័ត្នទៅទៀតអាហ្នឹងគឺ account របស់យើងគឺរត់តាមមិនងាយបាត់ហើយឃើញភាគច្រើនជាទូទៅបងប្អូនយើងមួយចំនួនដែលគាត់បាត់ account ហ្នឹងគឺដោយសារតែគាត់អត់ប្រើអត់ចាក់ 2FA ហើយគាត់ចេះតែចុច link ផ្ដេសផ្ដាស់នៅពេលដែលជនមិនស្គាល់មុខឬក៏ជនណាមកដែលគាត់ផ្ញើមកហ្នឹងណាបាទគាត់ចុចតាមគេទៅវាអាចបាត់ account ហ្នឹងឯងអូខេអញ្ចឹងវីដេអូរបៀបនៃការការពារ account របស់យើងពីការ hack ដោយប្រើ 2FA នេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអាចមើលវីដេអូហ្នឹងបាទម្ដងទៀតទៅបើសិនជាបងប្អូនតាមកន្លែងណាអត់ទាន់ណាបាទអូខេអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូបន្តទៀត